អ្វីទាំងអស់ញាតិញោមសប្បុរសទាំងឡាយមនុស្សស្លាប់ហើយមនុស្សរស់ខុសគ្នាយ៉ាងម៉េចញោមមនុស្សស្លាប់ដឹងខ្លួនទេមនុស្សស្លាប់ដឹងខ្លួនទេអត់ដឹងទេមនុស្សរស់អត់ដឹងខ្លួនមនុស្សស្លាប់បាត់អីបាត់វិញ្ញាណបាត់ចិត្តដូចញាតិញោមមើលឃើញខ្វាទេមើលឃើញទេមើលឃើញបានតែយើងនៅវិញ្ញាណហើយមនុស្សស្លាប់គឺបាត់វិញ្ញាណអស់វិញ្ញាណយើងនិយាយយើងស្ដីយើងថាយើងស្រែកយ៉ាងម៉េចតែអត់ដឹងតែអត់ដឹងដោយពុទ្ធិកាប្រងទ្រង់សម្ដែងថាអចេរង្វត្តយ៉ាងកាយោបថវងតិសេសតិចតោអបេតវិញ្ញាណោនិរដ្ឋังវកលង្ករੰកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រះហើយជាកាយគឺគេបោះបង់ចោលក៏នឹងទេសង្កត់នៅលើផែនដីដូចជាកោបអស់រស់ប្រយោជន៍គ្មានញាតិញោមសប្បុរសទាំងឡាយមនុស្សយើងស្លាប់មានពីរយ៉ាងស្លាប់កាលមរណៈមួយអកាលមរណៈមួយស្លាប់ចែកចេញជា3យ៉ាងទៀតខនិកមរណៈសមតិមរណៈសមិទ្ធិមរណៈខនិកមរណៈស្លាប់គ្រប់ខណៈចិត្តដូចចិត្តញាតិញោមគិតពីព្រឹកស្លាប់អស់ចិត្តអបាញ់វិញញាតិញោមនៅវត្តពុទ្ធជីមង្គលនិយាយអីគឺស្លាប់អស់មកដល់ពេលនេះអញ្ចឹងបាននេះចិត្តថ្មីទៀតសមតិមរណៈស្លាប់ដោយសន្មតសមិទ្ធិមរណៈស្លាប់របស់ព្រះអរហន្តសេចក្តីស្លាប់នោះលោកចែកជា4យ៉ាងទៀតស្លាប់ដោយអស់អាយុស្លាប់ដោយអស់បុណ្យស្លាប់ដោយអស់អាយុនិងអស់បុណ្យស្លាប់ដោយកម្មឯណាមួយចូលមកបន្លត់ចូលមកដែកស្លាប់ដោយអស់អាយុញាតិញោមមើលផ្លូវទៀនកណ្ដាលវិឆេះឆេះមហោចឹងដល់ហ្នឹងមិនលត់មែនទេញោមដល់ហ្នឹងមិនលត់ទេអញ្ចឹងបាននេះថាទៀនហ្នឹងមកដល់ហ្នឹងបងអស់អញ្ចឹងលោកតាលើបៃហ្នឹងគាត់ចិត្ត5ចិត្ត6ចិត្ត7គាត់ស្លាប់របស់គាត់ហ្នឹងវាអស់អាយុរបស់គាត់វាអស់អាយុខៃសម្រាប់គាត់រស់នៅជាមនុស្សហ្នឹងវាអស់ស្លាប់ដោយអស់បុណ្យបាននេះថាបុណ្យបើកើតជាមនុស្សហ្នឹងវាអស់ស្លាប់ដោយអស់អាយុអស់បុណ្យបាននេះថាភ្លើងទៀនហ្នឹងវាឆេះមកដល់ក្រោមហ្នឹងអាទៀនហ្នឹងក៏អស់ឆេះក៏អស់បាននេះថាអាយុក៏អស់បុណ្យក៏អស់ប៉ុន្តែមានសេចក្តីស្លាប់មួយទៀតភ្លើងទៀតបង្ខំមែនទេញោមគាត់ថាយកដៃបត់ទៅរត់ទេឬមួយក៏មានខ្យល់ខ្លាំងមករត់ទេភ្លើងទៀតរត់អត់ញោមរត់ទេអានឹងប្រៀបបានដូចជាស្លាប់ដោយចរាចរណ៍ស្លាប់ដោយមានគ្រោះថ្នាក់ស្លាប់ដោយមានអន្តរាយដើម្បីកើតឡើងចឹងញាតិញោមយល់សេចក្តីស្លាប់4យ៉ាងហ្នឹងញោមទី1ស្លាប់អស់អាយុទី2ស្លាប់ដោយអស់បុណ្យទី3ស្លាប់ដោយអស់អាយុនិងអស់បុណ្យទៅជាមួយគ្នាទី4ស្លាប់ដោយកម្មឯណាមួយចូលមកបាច់បងដូចជាស្លាប់ដោយជំងឺគាំងបេះដូងស្លាប់ដោយលើសឈាមស្លាប់ដោយជំងឺតកូនផ្អើលឬមួយក៏ស្លាប់ដោយមហារីកឬមួយក៏មានគ្រោះថ្នាក់ឯណាមួយពោសាទវោអលោកសប្បុរសទាំងឡាយជីវិតមនុស្សយើងប្រពុតព្រះអង្គទ្រង់សម្ដែងថាមនុស្សយើងមិនងាយបានកើតជាមនុស្សដូចញាតិញោម
គ្រប់គ្នាបានកើតជាមនុស្សនឹងប៉ុនណាប៉ុនតែយើងធ្វើពីអតីតច្រើនទើបយើងបានមកកើតជាមនុស្សហើយញាតិញោមបានកើតជាមនុស្សហើយញាតិញោមបាននៅប្រទេសនេះសម្បូរដោយអាហារបរិភោគប្រើប្រាស់គ្រប់គ្រាន់អ្វីទទួលបានសេចក្តីសុខទាំងអស់អានឹងសុទ្ធតែបុណ្យកុសលមានតែខ្លះគេរស់នៅជាមនុស្សដូចយើងចឹងដែរប៉ុន្តែគេអត់បានទទួលសេចក្តីសុខចឹងទេបានន័យថារស់ដែរប៉ុន្តែជួនកាលជីវិតជួនកាលខ្វះខាតក្រីក្រលំបាកជួនកាលមានជំងឺអត់មានលុយព្យាបាលក៏មានព្រោះសារតវោដល់លោកសប្បុរសទាំងឡាយអញ្ចឹងជីវិតយើងកើតមកជាមនុស្សហើយញាតិញោមក្តីប្រសងក្តីលោកគ្រូអាចារ្យក្តីពេលដែលស្លាប់ទៅញាតិញោមដឹងថាកើតទៅកើតទីណាទេអត់ដឹងទេអត់ដឹងមែនទេញោមអត់ដឹងថាកើតទៅកើតទីណាទេអញ្ចឹងមនុស្សយើងចែកជា4ពួកមកងងឹតទៅវិញងងឹតមកងងឹតទៅវិញភ្លឺមកភ្លឺទៅវិញងងឹតមកភ្លឺទៅវិញភ្លឺទី1តមៈតមោបរាយណោកើតមកងងឹតទៅវិញងងឹតបានសេចក្តីថាកើតមកក្រីក្រលំបាកតាមយ៉ាងសំបីតែរួមអាហារបរិភោគក៏លំបាកនឹងអាហារបរិភោគហើយខ្វះបំហើយធ្វើអំពើអាក្រក់ថែមទៀតបានន័យថាកើតមកងងឹតទៅវិញងងឹតទី2កើតមកងងឹតទៅវិញភ្លឺបានន័យថាកើតមកក្រីក្រលំបាកតោកយ៉ាងប៉ុន្តែចេះធ្វើបុណ្យកុសលចេះសាងសេចក្តីល្អទី3ចូលទេតមៈបរាយណោកើតមកភ្លឺទៅវិញងងឹតបានសេចក្តីថាកើតមកមានសេចក្តីសុខមានទ្រព្យសម្បត្តិប៉ុន្តែអត់បានធ្វើបុណ្យកុសលអត់បានបំពេញបុណ្យកុសលនេះទាំងអស់អញ្ចឹងបាននេះថាកើតមកភ្លឺទៅវិញងងឹតតែទី4ក៏ឲ្យយកចូលទេបរាយណោកើតមកភ្លឺហើយទៅវិញភ្លឺតែញាតិញោមបានកើតជាមនុស្សបាននៅសហរដ្ឋអាមេរិកមានការងារធ្វើមានលុយចាយមានផ្ទះសម្បែងមានឡានបើកមានសេចក្តីសុខហើយញាតិញោមមានឱកាសធ្វើបុណ្យកុសលសាងបុណ្យកុសលទៀតបំពេញបុណ្យកុសលបុណ្យចូលឆ្នាំបុណ្យភ្ជុំបុណ្យកឋិនបំពេញបុណ្យកុសលបានជាទីពឹងទៀតចឹងបានន័យថាយើងកើតមកភ្លឺមានសេចក្តីសុខហើយទៅវិញយើងបានបំពេញបុណ្យកុសលទៅវិញក៏មានជួបនៅសេចក្តីសុខជាបានទៀតសូមអនុមោទនាប៉ុន្តែខ្ញុំញាតិញោមចាំអស់មកណា